ក្នុងលោកនេះទ្រព្យសម្បត្តិដែលប្រសើរបំផុតមិនមែនជាទ្រព្យសម្បត្តិមាសប្រាក់ឋានៈទុនទីឬអំណាចអ្វីនោះឡើយរបស់ទាំងអស់នោះមិនទៀងជាទុកនិងមិនមែនជារបស់ខ្លួនឡើយកាលមានហើយរមែងតែងក្តៅក្រហាយមិនចេះចប់ទ្រព្យដែលប្រសើរនិងទ្រព្យដែលសពសត្វគ្រប់រូបត្រូវតែមាននោះគឺអរិយទ្រព្យជាទ្រព្យដែលទទួលបានហើយគឺលែងកើតលែងចាស់លែងឈឺនិងលែងស្លាប់នេះជាការផ្ដល់ឲ្យនៅទ្រព្យដល់បុត្ររបស់ព្រះអង្គគឺព្រះរាហុលកុមារដំបូងនាងពំពាចង់ឲ្យព្រះសម្មាសម្ពុទ្ធផ្ដល់ទ្រព្យដល់បុត្រព្រះនាងជាទ្រព្យក្រៅខ្លួនប៉ុន្តែព្រះសម្មាសម្ពុទ្ធទ្រង់យល់ដឹងហេតុសពគ្រប់ទើបទ្រង់សម្រេចព្រះតីផ្ដល់នៅអរិយទ្រព្យដល់ព្រះរាហុលសូមអនុមោទនា